សួស្តីបងប្អូនកូនក្មួយទាំងអស់គ្នាថ្ងៃនេះយើងមានរឿងមួយដែលមានចំណងជើងថាក្រួចនិងអ្នកបង្វឹកស្ទាំងកាលពីសម័យបុរាណមានមនុស្សជាច្រើនចូលចិត្តបង្វឹកសត្វស្ទាំងឲ្យចេះចាប់សត្វស្លាបផ្សេងៗយកមកធ្វើជាអាហារក្រួចគឺជាសត្វមួយប្រភេទដែលត្រូវបានជាងគេបំផុតរបស់សត្វស្ទាំងមានបុរសម្នាក់ទើបតែចាប់ផ្ដើមរៀនបង្វឹកសត្វស្ទាំងបានមួយរយៈថ្ងៃមួយគេយកសំណាញ់មកដាក់ចាំតាក់សត្វផ្សេងៗហើយក្រួចមួយក្បាលក៏ជាប់ក្នុងសំណាញ់របស់គេនោះទៅបុរសនោះរីករាយជាខ្លាំងហើយនៅក្នុងខណៈពេលដែលគេកំពុងតែគិតថាតើគួរយកក្រួចនេះទៅធ្វើជាម្ហូបហើយនោះក្រួចក៏ស្រែកអង្វរឲ្យបុរសនោះទុកជីវិតដល់ខ្លួនអោលោកអ្នកបង្វឹកស្ទាំងដ៏ខ្លាំងពូកែអើយសូមលោកមេត្តាដោះលែងខ្ញុំទៅខ្ញុំនឹងតបស្នងសងគុណលោកវិញយ៉ាងគាប់ចិត្តបំផុតបុរសបង្វឹកស្ទាំងក៏សួរទៅវិញតើឯងមានស្អីតបស្នងដល់យើងទៅបើឯងគ្រាន់តែជាសត្វក្រួចតូចមួយប៉ុណ្ណោះនោះក្រួចក៏ឆ្លើយថាបើលោកព្រមដោះលែងខ្ញុំនឹងទៅនិយាយបញ្ឆោតក្រួចដទៃទៀតមកឲ្យលោកឯងចាប់ខ្ញុំនឹងនាំមកទាំងហ្វូងតែម្ដងឲ្យតែលោកសុខចិត្តអ្នកបង្វឹកស្ទាំងសេញជើងគិតមួយសន្ទុះទើបពោលថាតើឲ្យយើងប្រឡែងឯងម្ដេចនឹងកើតអាក្រួចសំគិះយើងគ្រាន់តែរកនឹកមិនទាន់ឃើញទេតើនឹងត្រូវយកឯងទៅស្លអីតែប៉ុណ្ណោះអ្នកដែលហ៊ានក្បត់នឹងមិត្តភក្តិដើម្បីយករូបខ្លួនតែម្នាក់ឯងបែបនេះគ្រាន់តែសម្លាប់ក៏ចាត់ទុកថាត្រាប្រណីដល់ឯងណាស់ទៅហើយអ្នកដែលក្បត់នឹងមិត្តភក្តិឬសុខចិត្តឲ្យនរណាស្លាប់ក៏ស្លាប់ទៅឲ្យតែរស់ខ្លួនឯងគឺជាមនុស្សដែលមិនគួរសេពគប់ Sharing ឡើយ for more.